ឡើងតំណងងនេះបងប្អូនមុខម្ហូបឆាត្រីខបន្លែម្រេចខ្ចីតំណងឯងមេតិចចបែបនេះគឺញ៉ាំឆ្ងាញ់តែម្ដងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកធ្វើមុខម្ហូបមួយមុខទៀតហើយបងប្អូនណាខ្លះដែលមានត្រីខហើយនឹកឃើញថាឆ្នៃមុខម្ហូបអីអត់ចេញនេះមកធ្វើតាមខ្ញុំណាខ្ញុំមានការ៉ុតមានម្ទេសធំហើយនេះមានខ្ទឹមសខ្ទឹមក្រហមហើយអានេះគឺជាខ្ទឹមបារាំងបន្ទាប់មកយើងមានម្រេចខ្ចីបន្ទាប់មកយើងមានសាច់ជ្រូកចិញ្ច្រាំជ្រូក3ជាន់យើងបន្ទាប់មកមានស្លឹកខ្ទឹមហើយបន្ទាប់មកនេះតួពិសេសគឺត្រីខពីកំប៉ុងតើឥឡូវយើងធ្វើការដាក់ខ្លាញ់ចូលយើងដាក់ខ្លាញ់ឲ្យក្តៅដើម្បីបំពងខ្ទឹមឲ្យបានឈ្ងុយសិនឥឡូវនេះខ្ទឹមរបស់យើងបានក្រហមយើងដាក់សាច់ជ្រូកចូលសាច់ជ្រូកនេះយើងកូរឲ្យបានឆ្អិនតិចសិនមកយើងដាក់ត្រីខចូលបន្ទាប់មកយើងដាក់គ្រឿងចូលដាក់ស្ករប៊ីចេងចូលបន្ទាប់មកទៀតប្រេងខ្យងបន្ទាប់មកទៀតទឹកត្រីបន្ទាប់មកទៀតយើងចាក់បន្លែចូលយើងឆាបន្លែឲ្យសពតសិនហើយយើងចាក់ទឹកត្រីខចូលសម្រាប់ត្រីខមិញគឺខ្ញុំយកទឹកវាមកឆាមុនសិនសាច់របស់វាខ្ញុំទុកមកកដុកសិននៅពេលដែលចិត្តឆ្អិនបានខ្ញុំដាក់ដើម្បីឲ្យវាឃើញមូលហើយស្អាតនៅល្អនេះម្ហូបស្អាតឥឡូវយើងចាក់ទឹកត្រីខចូលបន្ទាប់មកខ្ញុំចាក់សាច់ត្រីខចូលឥឡូវនេះម្ហូបរបស់ខ្ញុំបានឆ្អិនហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ភ្លើងដាក់ភ្លើងបិទភ្លើងចង់ដាក់ភ្លើងសារដើមបងប្អូនតែឥឡូវនេះខ្ញុំចាប់តាមដុំម្ហូបដាក់ចាននេះបងប្អូនណាខ្លះដែលមានត្រីខហើយរនឹកមុខម្ហូបអីធ្វើអត់ចេញគឺមុខម្ហូបនេះគឺងាយបងប្អូនអត់ចង់ដាក់សាច់ជ្រូក3ជាន់ក៏បានដែរយើងដាក់តែត្រីខក៏ឆ្ងាញ់ដែរសម្រាប់ការច្នៃរបស់យើងភ្លេចរយដើមខ្ទឹមនេះឡើងតំណងងនេះបងប្អូនមុខម្ហូបឆាត្រីខបន្លែម្រេចខ្ចីតំណងឯងមេតិចបែបនេះគឺញ៉ាំឆ្ងាញ់តែម្ដងតោះឥឡូវនេះខ្ញុំភ្លក់ឲ្យបងប្អូនមើលតោះភ្លក់មួយខ្ញុំទាំងអស់គ្នានេះមានម្រេច
Tray kho nè. Nhanh. Cùng lịch với nhau á. Bye bye.